សួស្ដីយើងមកតភាពពីររបស់យើងដែលជាភាពបញ្ចប់ណាឃើញថា like គេបានទទួលសារមួយពីឪចុងរបស់គេពេលនោះឪចុងបាននិយាយថាអញឆាប់មកផ្ទះអញបាត់ទៅណាបើមិនចឹងបើអញមិនមកផ្ទះតែយើងនឹងសម្លាប់ឯងហើយរួចកុំភ្លេចផ្ញើលុយឲ្យយើងផងយើងឃើញថា like ភ័យមែនតើរឿងក៏បានកាត់មកពេលដែលសួរគេកំពុងតែមួយទឹកអាឡ័យពេលនោះ like គេបានឲ្យសួរទៅដោះខ្នងគេហងពេលនោះយើងឃើញថាសួរគេបានដោះខ្នងឲ្យ like ពេលបើគាត់មើលទៅ like មានស៊ីផេឡើងហ្មងហើយពេលហ្នឹង like គេទ្រាំមិនបានគេក៏បានយកដៃទៅប៉ាអន់តូចរបស់សួរតែម្ដងពេលនោះគេបានក្លែកគ្នាបាត់ទៅរួចទៅរឿងក៏បានកាត់មកពេល like គេកំពុងតែដេកម្នាក់ឯងហើយស្រាប់តែគេងើបមកបាត់សួរពីកន្លែងដែលបាត់តាមពិតសួរនៅក្នុងបន្ទប់ទឹកគេក៏បានដើរទៅមើលបន្ទប់ទឹកឃើញថាសួរកំពុងតែប្រើដៃពេលហ្នឹង like គេមានការរោរាយជាខ្លាំងហើយគេក៏បានធ្វើតាមសួរហើយមិនឆ្ងល់ថាគេមិនព្រមទៅក្នុងទៅអត់បំទាំងទៀតបានមួយទៀតបរិយឆ្ងល់ដែរបើមិនវិញទៅហើយមែនរឿងក៏បានកាត់មកឡាយនៅពេលព្រឹកតែម្ដងឃើញថាឡាយបានសួរពេលនេះគេហៅថាបងប្រុសតាបងបានធ្វើជាបលិសសម្ងាត់មែនប៉ុន្តែសួរគេមិនបានឆ្លើយទេក៏បាននិយាយថាឡាយឯងឈប់ធ្វើរឿងនេះទៀតណាតែឯងយកទៅខ្ញុំពិតជាបារម្ភពីឯងណារួចទៅគេក៏បានធ្វើម្ហូបញ៉ាំយើងឃើញថាឡាយគេកំពុងតែឆាកជាមួយបរិសម្នាក់បន្ទាប់មកទៀតយើងក៏បានកាត់មកដល់សួរវិញម្ដងគេបានដើររវើម្នាក់ឯងគេក៏បានយកបរិយមកជួតាមពិតឡាយគេបានមកធ្វើអីនៅក្នុងបន្ទប់ទឹកសាធារណៈពេលនោះប៉ូលីសគេបានមកឃើញគេក៏បាននាំឡាយទៅប៉ុស្តិ៍ប៉ូលីសតែម្ដងពេលហ្នឹងជួគេបានលើកដំណងនេះគេក៏បានមកដល់រួចទៅគេក៏បានដោះអាវគ្របអាឡាយខែគេនៅតែបរំឡាយដដែលហ្នឹងហើយគេក៏បាននិយាយមួយប៉ូលីសហើយប៉ូលីសក៏បានប្រាប់តាមដំណើររឿងគេក៏បាននាំឡាយចេញពីប៉ូលីសចឹងហើយគេក៏បានជួបបរិយដោយមិនបាននិយាយរកឡាយសម្បីតែមួយម៉ាត់ហើយឡាយគេក៏បាននិយាយរកដែរហើយពេលនោះឡាយគេក៏បានមកសរសេរអរគុណសរពេលនេះសរគេបាននិយាយថាតើឯងមកធ្វើរឿងអីទៀតហើយខ្ញុំប្រាប់មិនដឹងហើយឯងមិនទៅធ្វើរឿងនឹងទៀតទេហើយប៉ុន្តែឡាយគេនិយាយថាលុយដែលខ្ញុំចំពាក់បងនោះចាំខ្ញុំសងបងទាំងអស់ឃើញថាពេលនោះសរគេបំរុងនឹងដើរចេះប៉ុន្តែឡាយគេបាននិយាយថាបងហាមមិនឲ្យខ្ញុំទៅធ្វើអីជាមួយនឹងគេហើយថែមទាំងបងមិនព្រមមានអីជាមួយគ្នាសោះតែម្ដងតែបងគិតអ្វីបងមិនមែនជាសង្សាររបស់ខ្ញុំទេហើយអ្វីបានជាបងហាមឃាត់ខ្ញុំម្ល៉េះពេលនោះសួរគេបាននិយាយថានេះគឺជាអំពើខុសច្បាប់ប៉ុន្តែឡាយគេបាននិយាយថានេះមិនមែនជាអំពើខុសច្បាប់ទេពីព្រោះខ្ញុំមានរឿងត្រូវដោះស្រាយសួរគេក៏បានចាកចេញពីនឹងទៅរឿងក៏បានកាត់មកពីអ្នកគេមកដល់ផ្ទះវិញម្ដងពេលហ្នឹងយើងឃើញថាឡាយសួរថាតើបងចុះចិត្តខ្ញុំទេបងអាចធ្វើអីជាមួយខ្ញុំបានតែពេលនោះសួរគេក៏បានយកព្រមបន្ទាប់មកគេក៏បានថាគ្នាប៉ុន្តែអត់មានសុំអត់សម្រាប់កន្លែងហ្នឹងទេបើចង់មើលទៅមើលរឿងពេញខ្លួនឯងទៅរឿងក៏កាត់មកពេលព្រឹកម្ដងហើយឡាយគេបាននិយាយថាបងកុំទៅណាចោលខ្ញុំមិនទេពេលនោះសួរគេក៏បានថាបឡាយមួយសតរួចទៅគេក៏បានកេងអោបគ្នាអញ្ចឹងណាហើយសួរគេក៏បានយកលុយមកកញ្ចប់ឲ្យឡាយហើយគេថាឲ្យឡាយយកឲ្យប៉ាឡាយចោលតែឡាយគេមិនចង់យកទេពេលហ្នឹងហើយពេលនោះសួរគេថាឯងយកទៅចាំមានលុយពេលណាចាំសងខ្ញុំក៏បានហើយពេលនោះឡាយគេបានសួរថាបងជាលេខជីតាដែរតែពេលហ្នឹងសួរគេថាខ្ញុំខានប៉ះពាល់វាយូរហើយប៉ុន្តែបើសិនជាឡាយចង់ស្ដាប់ខ្ញុំលេងចាប់ខ្ញុំលេងឲ្យចោលបន្ទាប់មកទៀតសួរគេបានលេងហ្គីតាឲ្យដល់ស្ដាប់ចឹងណាហើយរឿងក៏កាត់មកពេលសួរយកលុយទៅឲ្យប៉ាចុងរបស់គេពេលហ្នឹងគេក៏បានគូសវាមិនតែឃើញប៉ាចុងគេនៅពីមុខផ្ទះគេមានរាប់ថាភ័យខ្លាំងមែនតែប៉ាចុងគេសួរថាឯងបាត់ទៅណាពេលហ្នឹងគេបានបោះលុយឲ្យគេក៏បានដើរចេញទៅពេលហ្នឹងប៉ាចុងគេសួរថាឯងចង់ទៅណាប៉ុន្តែក៏មិនខ្វល់វិញព្រោះគាត់បានលុយឲ្យពេលនោះមានបរិយម្នាក់ទៀតបានមកចាប់ក្បួនការអាឡាយពេលនោះឡាយក៏បានចាប់ដែរបរិយម្នាក់នោះហើយពេលនោះបរិយម្នាក់នោះបាននិយាយថាតើឯងបាត់ទៅណាខ្ញុំខំផ្ញើសារទៅឯងជាច្រើនដងហើយពេលនេះឯងចង់មកលុយមែនទេចង់ចាប់ខ្ញុំឲ្យលុយឯងមិនហើយគេក៏បានបោះលុយចំកណ្ដាលមុខឡាយតែម្ដងបន្ទាប់មកឡាយគេបានប្រកែកគេថាគេមិនចង់ធ្វើទេប៉ុន្តែបរិយម្នាក់នៅតែបង្ខំគេនេះហើយឡាយក៏ព្រមតែម្ដងទៅដោយសារតែកម្លាំងរបស់ឡាយមិនឈ្នះទេពេលហ្នឹងឡាយគេបានមកអង្គុយខូចចិត្តតែមិនឯងហើយកាប់មកសួរវិញសួរគេកំពុងតែធ្វើម្ហូបចាំឡាយហើយពេលនោះឡាយគេបានមកដល់តែគេក៏បានរត់ដល់អបសួរពេលនោះសួរថាតើឯងមានរឿងអ្វីមែនទេឯងបានវាយគ្នាជាមួយប៉ាចុងឯងមែនទេប៉ុន្តែឡាយគេមិនឆ្លាតគេក៏តែពីយំពេលនោះសួរគេក៏បានជួយទៅផ្នែកឲ្យឡាយហើយសួរថាឡាយឯងកាត់អីមែនទេឬក៏ឯងទៅវាយគ្នាជាមួយអ្នកណាគេ
ពេលនឹងឡាយមិនព្រមប្រាប់បន្តែសគេបាននិយាយថាប្រាប់យើងមកពេលនឹងឡាយគេបាននិយាយថាខ្ញុំមិនហ៊ានប្រាប់បងទេពួកខ្ញុំខ្មាស់បងខ្លាំងណាស់ពេលនោះសគេកាត់នេះយល់ហើយថាឡាយបានទៅណាពេលនឹងសគេសួរថាឡាយហើយបានជាឯងធ្វើរឿងនឹងទៀតហើយប៉ុន្តែឡាយគេបាននិយាយថាមិនដូចជាបងគាត់ទេពេលនឹងសគេបាននិយាយថាទៀតហើយអ្វីបានជាឯងធ្វើអញ្ចឹងចុះពេលសន្យារបស់ឯងជាមួយខ្ញុំនោះហើយពេលនោះឡាយថាមិនមែនលីបងគាត់ទេបរិះមនុស្សបានបង្ខំខ្ញុំតែប៉ុន្តែសគេមិនជឿគេក៏អស់ចិត្តមួយឡែកហើយគេក៏បានដើរចេញពីឡាយភ្លាមទៅដោយទុកឲ្យឡាយឈរយំតែម្នាក់ឯងហើយបន្ទាប់មកឡាយគេក៏បានចាក់ចេញពីផ្ទះឈរហើយថែមទាំងទុកសម្បត្តិឲ្យឈរមួយច្បាប់ទៀតផងនៅក្នុងសម្បត្តិនោះមានអត្ថន័យថាខ្ញុំអរគុណបងណាស់ដែលបងបារម្ភពីខ្ញុំនឹងមើលថាខ្ញុំចំណត់លើវ័យខ្ញុំសងតាមក្រោយពេលហ្នឹងឈរគេបានមកធ្វើការតាមធម្មតាប៉ុន្តែដូចជាគ្មានពន្លឹងពន្លែក្នុងខ្លួនតែទាល់តែសោះហើយពេលនោះមានមើលម្នាក់បានមកហៅគេពេលនោះមើលម្នាក់នោះបាននិយាយប្រាប់ថាតើឯងស្គាល់ម្នាក់ឈ្មោះឡាយនឹងទេម្នាក់នឹងដែលថានៅចិត្តផ្ទះឯងងម្នាក់នឹងបានមកដាក់ប្រាប់ដឹងកាលពីខែមុនតែពួកយើងតើបតែចាប់បរិះនឹងបានចឹងទៅយើងត្រូវការអ្នកដែលដាក់ពាក្យមិនដឹងនោះពេលនេះសួយគេបានដឹងរឿងថាគេនឹកឃើញថាឡៃពិតជាត្រូវគេបង្ខំធ្វើបាបមែនពេលហ្នឹងគេមានការហូរច្រឡំខ្លួនឯងជាខ្លាំងដែរមកបន្តឡៃដែរគ្មានស្ដាប់ហេតុផលលោកប៉ូលីសនឹងក៏បាននិយាយទៀតថាពេលហ្នឹងគ្មានម្នាក់នៅមានអាការៈដូចជារញ៉េរញ័រភ័យខ្លាចខ្លាំងមែនតើពេលនោះសួរគេលឿនចឹងហើយគេមានការហូរចិត្តខ្លាំងបន្តមកគេក៏បានចេញទៅរកឡាយដែរទេទៅរកឡាយបន្តែតើតោះមកចូលសក់បន្តមកទៀតគេក៏បានទៅរកឡាយគ្រប់ទីកន្លែងទាំងអស់ដែរឡាយខ្លះបានមកហើយគេក៏បានសួរណាមានអ្នកចិត្តចំណឹងដែរប៉ុន្តែមិនឃើញឡាយតតែសួរហើយគេក៏បានសួរម្ចាស់ហាងទៀតថាឃើញឡាយដែរទេចំណែកអាឡាយដែរតាមពិតគេមកធ្វើការនៅក្នុងហាងសម្លៀកបំពាក់មួយសោះហើយពេលនោះឡាយគេក៏បានឃើញសួរប៉ុណ្ណឹងគេមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងហើយធ្វើឲ្យគេនឹងជ្រុះខោចេញពីដៃឈរគេបាននិយាយថាខ្ញុំសុំទោសផងពួកខ្ញុំនៅកំហុសហើយតាមពិតឯងមិនបានធ្វើរឿងអញ្ចឹងតែពេលនោះឡាយគេឃើញលែអារបស់គេដែលឈរបានធ្វើដាច់ថ្ងៃមុននោះឈរគេយកទៅធ្វើសាច់ក៏ពេលនោះឡាយក៏ឈប់ខឹងឈរហើយគេក៏បានថាគ្នារឿងក៏បានបញ្ចប់អត្រឹមនេះសូមអរគុណជម្រាបលា